ទឹកត្នោតមិនខុសពីទឹកខ្មុំទេខែដែលផ្អែមឆ្ងាញ់បំផុតគឺខែចែកក្តៅខ្លាំងហ្នឹងហើយទោះបីជាមេឃក្តៅហួតហើយយ៉ាងណាក៏ផ្កាត្នោតនៅតែបញ្ចេញទឹកត្នោតយ៉ាងផ្អែមឈ្ងុយឆ្ងាញ់ដោយដែលយើងឃើញក្នុងវីដេអូយ៉ាងវាលស្រែមើលទៅក្តៅហួតហែងណាអត់ខៀវស្ងាត់ដូចនៅក្នុងខែវស្សាហើយអត់ទេអ្នកនេះទឹកត្នោតទឹកត្នោតគេដាក់បំពង់យើងនេះដាក់ហើយចេញដកផ្លាស្ទិកយើងទឹកត្នោតបើសិនជាយើងចង់ហូបឆ្ងាញ់តលតែយើងទៅហូបនៅកន្លែងគេយកតែម្ដងព្រោះថានៅពេលដែលយើងយកមកឆ្ងាយដូចជាមកដល់ពេញអីចឹងពេលខ្លះយើងដាក់អត់បានល្អអត់មានអីខ្លះសេត្រឹមត្រូវទៅជាទឹកត្នោតជូរហើយដូចលើកនេះចឹងខ្ញុំញឹកដាក់មកដល់បាន2ដបដែរប៉ុន្តែដូចយើងរកទិញតកអត់បានខែក្តៅមករកទិញតកអញ្ចឹងអត់មានធុងអីផងទៅជាជូរដូចទឹកត្នោតជូរអញ្ចឹងយើងហូបទៅអត់ផ្អែមឈ្ងុយឆ្ងាញ់ទេហើយទឹកត្នោតនឹងទៀតបើសិនជាយើងអត់ដឹងប្រភពច្បាស់លាស់ទេគឺយើងទិញទៅខ្លាចគេលាយនេះលាយនោះអញ្ចឹងអត់សុទ្ធល្អប៉ុន្តែទឹកត្នោតនេះយើងដឹងប្រភពដឹងដើមច្បាស់លាស់អញ្ចឹងយើងហូបទៅមានទំនុកចិត្តហើយយើងក្រេបរសជាតិទៅដឹងថាអូទឹកត្នោតនឹងសុទ្ធផ្អែមឈ្ងុយឆ្ងាញ់ឥឡូវសាកក្រេបរសជាតិមួយកែវសិន